បងប្អូនទាំងអស់គ្នាឥឡូវបន្ទាប់ពីភ្លៀងមួយមេធំឥឡូវគឺនាំបងប្អូនមកមើលព្រីកខ្ញុំទៀតហើយបងប្អូនដោយសារតដើរទៅគឺឃើញមានអាផ្លែខ្លះគឺវាចាប់ផ្ដើមទុំខ្លះទៀតអញ្ចឹងណាបងប្អូនឥឡូវគឺយើងមកបេះវាអញ្ចឹងណាព្រោះតែទុកចោលគឺវាជ្រុះហើយបងប្អូនតែវាទុំរៀងកម្ៅអញ្ចឹងទៅគឺវាជ្រុះហ្មងអញ្ចឹងដល់យើងមកបេះវាអញ្ចឹងណាហើយអាខ្លះនៅខ្ចីទេបងប្អូនអាខ្លះខ្ចីអញ្ចឹងទៅហើយអាខ្លះគឺវាទុំអញ្ចឹងទៅនិយាយទៅស្រួលមួយយ៉ាងដែរបងប្អូនដោយសារអាខ្លះទុំអញ្ចឹងទៅយើងបេះហូបបដើអញ្ចឹងណាអានេះគឺបេះហូបវល់ជុំហ្មងណាបងប្អូនហើយមុនហ្នឹងណាបងប្អូនភ្លៀងខ្លាំងមែនតែនហ្មងណាបងប្អូនអូយភ្លៀងខ្លាំងមែនតែនបងប្អូនអានេះគ្រាន់តែភ្លៀងហើយភ្លាមគឺខ្ញុំឡើងមកបេះភ្លាមអញ្ចឹងណាបងប្អូនព្រោះតែស្រួលអាខ្លះវាកម្ៅអញ្ចឹងទៅវាទុំកម្ៅអញ្ចឹងទៅវាជ្រុះបងប្អូនឥឡូវគឺយើងមកបេះទៅបេះបានប្រហែលជា5-6គ្រាប់ដែរបងប្អូននេះនិយាយទៅបេះហូបបដើបន្តិចអញ្ចឹងណាបងប្អូនព្រោះអាខ្លះទៀតវាអត់ទាន់ទុំនិយាយទៅនេះដូចអានេះអីគឺវាអត់ទាន់ទេគ្រាន់តែក្រហមទេអាហ្នឹងអត់ទាន់ទុំទេដល់តែកម្ៅនិយាយទៅដល់តែខ្មៅហ្មងបានទុំឆ្ងាញ់ដល់ពេលយើងទុកវាឲ្យកម្ៅអញ្ចឹងទៅឲ្យវាខ្មៅអញ្ចឹងទៅវាផ្អែមឆ្ងាញ់អញ្ចឹងណាបងប្អូនបើសិនយើងបឋមបេះពេកក៏អត់ឆ្ងាញ់ដែរវាជូរអញ្ចឹងណាហើយយើងទុកវាឲ្យទុំដល់កម្រិតទៅវាផ្អែមឆ្ងាញ់ហើយវារៀងធំទៀតគ្រាប់វាគឺរៀងថ្លោធំអញ្ចឹងណាបងប្អូនហើយឥឡូវគឺបេះបានហើយបងប្អូននេះបាននេះ6-7គ្រាប់ដែរបងប្អូនបានច្រើនដែរអញ្ចឹងណាល្អណាបងប្អូនអានេះព្រីងនេះវាធំវាដូចព្រីងខ្មែរយើងទេបើព្រីងខ្មែរយើងអត់ប៉ុន្តែបើតាមគិតទៅព្រីងខ្មែរយើងដូចឆ្ងាញ់ជាងអញ្ចឹងណាខ្ញុំគិតថាព្រីងខ្មែរយើងដូចជាឆ្ងាញ់ជាងបងប្អូនព្រោះព្រីងនេះវាពេលខ្លះវាគ្រាប់ធំនិយាយទៅវាផ្លែធំមែនប៉ុន្តែគ្រាប់វារៀងធំដែរបងប្អូនវាខុសពីព្រីងខ្មែរយើងមកព្រីងខ្មែរយើងខ្លះគ្រាប់រៀងទូចទេខ្លះសាច់រៀងសាច់រៀងក្រាស់អញ្ចឹងណាហើយវាមានសាច់ហូបគ្រាប់លិតអត់ទេព្រីងខ្មែរយើងខ្លះវាដោយពូជដែរទេប៉ុន្តែខ្ញុំគិតថាខ្មែរយើងដូចជាឆ្ងាញ់ជាងឥឡូវគឺខ្ញុំបេះបានហើយខ្ញុំយកវាមកលាងទឹកបន្តិចចឹងណាបងប្អូនកុំឲ្យវាជាប់ដីជាប់អីចឹងណាបងប្អូនយកវាមកលាងទឹកហើយឥឡូវសាកភ្លក់ឲ្យបងប្អូនមើលនេះរសជាតិវានិយាយទៅគឺឆ្ងាញ់បងប្អូនផ្អែមឆ្ងាញ់ចឹងណាមិនបាច់ក្លុកអំបិលក៏បានដែរបងប្អូនបើសិនជាវាទុំល្អរបៀបដូចថាវាទុំឡើងកម្ៅល្អចឹងទៅផ្អែមហ្មងមានជាតិផ្អែមហ្មងកុំឲ្យតែវាស្ទើបើសិនជាយើងបេះមកស្ទើអាហ្នឹងវាអាចមានជាតិជូរវារៀងជូរអែមរៀងចត់ចឹងណាហើយចុងក្រោយអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំបងប្អូនហើយកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំមួយផងបងប្អូនអរគុណច្រើនបងប្អូនជម្រាបលាបងប្អូនទាំងអស់គ្នា